គឺថានៅពេលដែលយើងជួបទុក្ខលំបាកបើសិនជាយើងទៅពឹងពាក់គេហើយគេមិនជួយយើងសំខាន់គេប៉ុន្តែបើសិនជាមានគេជួយយើងហើយត្រូវដឹងគុណគេចាំគុណគេជាស្ដែងខ្ញុំផ្ទាល់មករយៈមុនខ្ញុំមានវិបត្តិសេដ្ឋកិច្ចតែមិនមានថាយើងទៅពឹងពាក់គេហ្នឹងយើងទៅខ្ចីលុយគេទេណាខ្ញុំមាន Google AdSense មួយអ្នកធ្វើ YouTube ស្គាល់ហើយ Google AdSense ហ្នឹងអីភ្លាមខ្ញុំមានលុយ$19នៅក្នុងហ្នឹងពួកខ្ញុំធ្លាប់ធ្វើ YouTube ពីមុនហើយខ្ញុំសល់លុយនៅក្នុងហ្នឹង$19ហើយខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើ Channel YouTube សាថ្មីដើម្បីរកប្រាក់តាមអនឡាញអញ្ចឹងណាក៏ប៉ុន្តែយើងដឹងថាមុននឹងយើងអាចរកប្រាក់បានទៅតាម social media ដូចជា YouTube Facebook TikTok អីហ្នឹងយើងវាមានលក្ខខណ្ឌរបស់វាអញ្ចឹងខ្ញុំសម្រេចចិត្តធ្វើ YouTube ក៏ប៉ុន្តែខ្ញុំអត់មានលេខទូរស័ព្ទដើម្បី verify channel របស់ខ្ញុំឲ្យត្រូវតាមគោលការណ៍ឬក៏ត្រូវតាមស្តង់ដាររបស់ YouTube ទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តពឹងពាក់ពំនាក់អាស្រ័យមិត្តភ័ក្តិដែលខ្ញុំបោកបានស្គាល់ហ្នឹងខ្ញុំទេទៅពីម្នាក់អញ្ចឹងប៉ុន្តែគ្មាននរណាម្នាក់គេចង់ជួយខ្ញុំនោះទេមិនអីទេវាមិនមានបញ្ហាទេខ្ញុំក៏លើសជំរឿសចុងក្រោយទៀតខ្ញុំគិតថាខ្ញុំមិនដឹងថាតាក់ទងទៅណាឲ្យណាជួយខ្ញុំបានណាខ្ញុំក៏សម្រេចចិត្តតាក់ទងទៅបងប្រុសម្នាក់គាត់ឈ្មោះថាអិនស្រីបងគាត់គឺជាអ្នកចម្រៀងម្នាក់ហើយខ្ញុំសម្រេចចិត្តតាក់ទងទៅគាត់ហើយគាត់ក៏បានឆ្លើយតបខ្ញុំភ្លាមថាអូខេបងខ្ញុំមានតាដូចខ្ញុំប្រើរាល់ថ្ងៃគាត់ជួយខ្ញុំភ្លាមបើសិនជាគ្មានប្អូនអិនសេរីវងទេខ្ញុំក៏មិនបានខ្លាយទៅជា content creator មិនមែនថាខ្ញុំល្បីខ្ញុំរកលុយបានច្រើនអីទេបើសិនជាគ្មានគាត់ខ្ញុំអាចនឹងអត់មានលុយចាយប្រចាំខែហើយយើងដឹងគុណគាត់អរគុណទៅដល់គាត់មែនទេគាត់ចែករំលែកគាត់ជួយខ្ញុំបានច្រើនអានេះជាអ្វីដែលខ្ញុំចង់ចែករំលែកដែរហើយសបបញ្ជាក់ឲ្យវិញថានៅពេលដែលយើងមានទុក្ខលំបាកមិនមែនគេគ្រប់គ្នានឹងមកជួយយើងទេមិនសុទ្ធតែអ្នកទាំងអស់គ្នានឹងមកជួយយើងទេក៏មានមនុស្សម្នាក់នៅក្នុងចំណោមមនុស្សច្រើនអ្នកគេជួយយើងដែរបើសិនជាមានអ្នកជួយយើងហើយដឹងគុណគេថាតែបើគេមិនជួយយើងទេយើងកុំខឹងគេណាយើងរត់គេទុកថាយើងដឹងថាអ្នកណាម្នាក់ដែររាប់អានយើងស្មោះត្រង់ចង់ជួយយើងដោយសេចក្តីស្រឡាញ់ដោយពេញចិត្តមិនគិតចាបងប្អូនវីដេអូហ្នឹងចង់និយាយថាបើគេមិនជួយយើងខឹងគេទេមិនខឹងគេទេគាត់ថាយើងកុំពឹងពាក់គេទៀតព្រោះយើងដឹងថាយើងមិនអាចពឹងពាក់គេបានទេបុគ្គលទាំងហ្នឹងតែបើសិនជាមានគេជួយយើងហើយជួយយើងដឹងគុណគេទៅកុំបំភ្លេចគុណគេអ្នកណាក៏ដោយបើសិនជាគេជួយយើងនៅក្នុងពេលលំបាកជួយដឹងគុណគេចាំគុណគេវីដេអូនេះមានតែប៉ុណ្ណាគុណសម្រាប់ការចំណាយពេលមើលវីដេអូដ៏ប្រយោជន៍របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយបាយបាយ